Thế là bọt ngày nítខ្ញុំដាក់ចំណងជើងថាព្រំដែនចិត្តបាទនឹងពីព្រោះមួយរយៈកន្លងមកយើងទាំងអស់គ្នាខ្វល់ខ្វាយរឿងព្រំដែនប្រទេសជាតិទាំងអស់គ្នាហ្នឹងហើយរហូតដល់ខ្លះនៅមិនសំណុកហើយការព្រួយបារម្ភរបស់យើងហ្នឹងក៏មានកម្រិតខុសគ្នាដែរសម្រាប់អ្នកនៅឯបរទេសនេះព្រួយបារម្ភប្រយោលប៉ុន្តែមិនមែនមានន័យថាព្រួយបារម្ភតិចទេចឹងហើយបានចេះតែជួបជុំគ្នាធ្វើកិច្ចការងារផ្សេងដែលដល់ដំណឹងទៅដល់អន្តរជាតិឲ្យបានដឹងពីស្ថានភាពនៅស្រុកយើងជាងនៅទៅទៀតក៏មានការធ្វើនៅ fundraising ហ្នឹងហើយជួយទៅដល់ការរៃអង្គាសថវិកាណាហ្នឹងហើយមានច្រើនក្រុមច្រើនអ្នកនៅបរទេសហ្នឹងក៏មានធ្វើច្រើនហើយរហូតមកដល់ពេលនេះក៏យើងនៅតែបន្តធ្វើពីព្រោះដោយដែលខ្ញុំធ្លាប់និយាយតាំងពីព្រឹត្តិការណ៍កើតឡើងថ្មីដែលមានការប្រយុទ្ធគ្នាខ្ញុំបាននិយាយនៅខាងមុខរដ្ឋសភារដ្ឋវិកតូរីជំនួបលើកទី1ដែលមានប្រជាជនខ្មែរយើងចូលរួមប្រហែលជារាប់ពាន់នាក់ក្នុងការនោះខ្ញុំក៏បានដាស់តឿនថាយើងក៏បីត្រៀមសម្រាប់រយៈកាលវែងដោយខ្ញុំប៉ាន់ប្រមាណតាំងពីកាលនោះមកថាបញ្ហាប្រទេសខ្មែរយើងជាមួយនឹងសៀមនេះមិនមែនជាបញ្ហាឆាប់ទេហើយការធ្វើការរៃអង្គាសជួយទៅដល់កងទ័ពជួរមុខក្តីដល់ជនភៀសសក្តីភ្លាមខ្ញុំគិតថាសន្ទុះនឹងខ្លាំងអញ្ចឹងហើយបានជាភ្លាមខ្ញុំមិនតាន់ធ្វើទេដែលខ្ញុំដឹងកំសួលចិត្តរបស់បងប្អូនយើងភ្លាមគឺថាសឹងតែដាច់ដៃតដៃដាច់ជើងតជើងដាច់កតុយតកតុយធ្វើយ៉ាងណាឲ្យតែបានការជួយនឹងបានទៅដល់តបជួរមុខនឹងជនភៀសសឹកប៉ុន្តែបើសិនជាបញ្ហានេះវាបន្លាយពេលយូរសន្ទុះនៃការជួយឧបត្ថម្ភគ្នាប្រកាសជាថយទៅជាមិនខានចឹងហើយបានជាខ្ញុំដាស់តឿនកាលនោះថាយើងគួរត្រៀមរយៈកាលវែងទៅមុខហ្នឹងហើយរយៈកាលកន្លងមកយូរបន្តិចទៅខ្ញុំបានអនុញ្ញាតឲ្យគណៈកម្មការវត្តទាំងពីរគឺវត្តសមណគោតមារាមនៅទីនេះហើយនឹងវត្តមនីរតនារាម
នៅខេត្តពោធិ៍សាត់ហ្នឹងបើកទទួលនៅការចូលរួមពីប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសប៉ុន្តែมันជាបានច្រើនប្រហែលទេពីព្រោះយើងធ្វើក្រោយគេដូចតែខ្ញុំស្មានទុកមែនថាធ្វើក្រោយហ្នឹងវាមិនសូវមានកំសួលខ្លាំងទេប៉ុន្តែខ្ញុំក៏ចង់ដាស់តឿនបងប្អូនយើងដែរថាកុំឲ្យចិត្តហ្នឹងឈួលឆាបតែមួយផ្លេតយើងត្រូវសម្លឹងការយូរតទៅទៀតហើយថវិកាដែលមូលនិធិយើងបានទទួលគឺមាន3ច្រកមានតាមរយៈវត្តសមណគោតមារាមទៅតាមបងប្អូនខាងកណន័យបានឲ្យមកថាបានដូចជាជាង$10000អូស្ត្រាលីហើយនៅឯវត្តមនីរតនារាមក៏បានមួយចំនួនហើយអ្នកដែលនៅអូស្ត្រាលីនេះបានចូលរួមតាមរយៈអង្គការបោះបង់សេដាកម្មាកម្ពុជាអូស្ត្រាលីហ្នឹងក៏បានផ្ទេរទៅគណនេយ្យវត្តមនីរតនារាមអស់ហើយដូចជាបានសរុបទៅជាង$10000 US បានទៅដល់នោះហើយមកដល់ពេលនេះយើងទៅតែចាត់ចែងអស់មួយចំនួនមានពេលខ្ញុំនឹងជួបជាមួយបងគ្រូចាតិកាហើយនឹងបងគ្រូអេងសវណ្ណដែលលោកតែងតែចុះទៅជួបមុខផ្ទាល់នឹងធ្វើនៅការបូកសរុបនិងការចំណាយដើម្បីឲ្យម្ចាស់ទានមានការអនុមោទនាថាថវិកាដែលចូលមកនេះมันមានចាត់ចែងទៅទីដទៃណាក្រៅពីគោលដៅរួមគឺគិតទៅផ្នែកខាងលិចតែយើងមិនទាន់បែងចែកច្រើនទេទៅអស់តិចតួចដូចខ្ញុំថាអញ្ចឹងថាយើងត្រៀមរយៈកាលវែងហើយត្រៀមចំចំណុចដែលចាំបាច់មានពេលខ្លះมันមានរូបថតបង្ហាញបងប្អូនទេពីព្រោះដើម្បីរក្សាសុវត្ថិភាពហ្នឹងហើយទៅផ្ទាល់កន្លែងលេនដ្ឋានយើងជួយចំចំណុចដែលចាំបាច់ដូចជាអាយកូមតំណែងតំណងធ្វើទឹកស្អាតឲ្យកងទ័ពធ្វើសូឡាហ្នឹងហើយដើម្បីប្រើភ្លើងយើងអាចប្រើម៉ាស៊ីនបានធ្វើទឹកស្អាតឲ្យកងទ័ពហើយនឹងរោគរបស់ដែលគេហៅថារបស់បំបាំងកាយដើម្បីសុវត្ថិភាពដូចពេលដែលគ្របទៅវាច្រឡំនឹងស្លឹកឈើហ្នឹងក៏យើងធ្វើដែរប៉ុន្តែมันហ៊ានថតរូបភាពកន្លែងផ្ទាល់ហ្នឹងយកមកបង្ហាញទេពីព្រោះវាចាប់លេខហ្នឹងបានបាទព័ត៌មានបន្តយើងនឹងធ្វើខ្ញុំនឹងមានការជួបជុំជាមួយអ្នកចុះទៅផ្ទាល់ហើយនឹងបងគ្រូចារិកាមនីរតដើម្បីបានពុទ្ធបរិស័ទយើងបានអនុមោទនាពីព្រោះតាំងពីយើងផ្ទេរប្រាក់ចូលមកតាមរយៈ3ច្រកហ្នឹងយើងមិនដែលបានផ្សព្វផ្សាយឲ្យដឹងថាយើងធ្វើអីបាទប្រាក់វាជារបស់សំខាន់ប៉ុន្តែបើយើងចាត់ចែងមិនស្រួលក៏វាជារបស់ចង្រៃដែរធ្វើឲ្យយើងក្តៅប៉ុន្តែប្រាក់ទាំងអស់នោះអត់ក្តៅទេពីព្រោះបានទៅដល់គោលដៅចឹងវិលមកប្រធានបទរបស់យើងថាព្រំដែនចិត្តហ្នឹងហើយចឹងក៏មិនមែនមានន័យថាគិតតែព្រំដែនចិត្តតែព្រំដែនប្រទេសជាតិយើងមិនគិតដែរយើងគិតរឿងដែលអាចទៅរួចចឹងបងប្អូនយើងសិតតែមានសិទ្ធិក្នុងការគិតក៏ប៉ុន្តែគិតក្នុងការដែលអាចធ្វើបាន
ទៅវាមិនគិតអត់ប្រយោជន៍វាមិនចំណាយធម៌ពលចិត្តគំនិតហ្នឹងគិតអត់ប្រយោជន៍ហ្នឹងហើយដូចខ្ញុំនិយាយនៅរតនគិរីដែលទៅដល់ភ្លាមពេលប្រឡប់ខ្ញុំចាំច្បាស់មានសំណួរតាក់ទងពីបងស្រីម្នាក់គាត់ពិបាកចិត្តរឿងព្រំដែនហ្នឹងរហូតដល់គាត់ដេកមិនបានបាយមិនបានញ័រខ្លួនហ្នឹងហើយនោះក៏ខ្ញុំបាននិយាយខ្លះដែរថាវាជារឿងមិនល្អពិតមែនដែលកើតចំពោះប្រទេសជាតិយើងប៉ុន្តែបើយើងគិតហួសប្រមាណវានឹងរំខានផ្លូវចិត្តរបស់យើងហើយជួយគ្នាអត់បានទេយើងគិតហួសដែនដែលត្រូវគិតហ្នឹងហើយប៉ុន្តែបើយើងគិតល្មមហេតុដែលធ្វើបានគឺបើត្រូវជួយអីយើងជួយនឹងរំលែកថវិការំលែករបស់ឧបភោគបរិភោគបានយើងរំលែកល្មមអាចធ្វើទៅបានហើយវិជាជនលឿងរាប់លានអ្នកតែបន្តិចម្នាក់ហ្នឹងវាទៅជាច្រើនក្នុងនោះខ្ញុំក៏បញ្ជាក់ដែរថាបើយើងគិតថាវាជារឿងអាក្រក់វាអាក្រក់ពិតមែនប៉ុន្តែបើយើងយកមកជាកត្តាជំរុញថាការដែលគេបៀតបៀនយើងប្រទេសទាំងមូលបៀតបៀនយើងយ៉ាងនេះក៏ហាក់ដូចជាឱកាសមួយដែលបញ្ញាក់ស្មារតីរបស់យើងទាំងអស់គ្នាថាតើយើងត្រូវរួបរวมគ្នាដោយឧបាយយ៉ាងណាឃើញទេដូចជាកងទ័ពពីមុនមកបងប្អូនចាណាមើលពេលស្រុកកើតសង្គ្រាមគេឲ្យរហស្សនាមសតវីរៈបរោះមែនទេវាវីរជនពេលស្រុកជាប់សង្គ្រាមទៅគាត់ដាច់ជើងដាច់ដៃពិការគ្រាន់តែឈរនៅនឹងមុខហាងបាយគេនឹងសុំបាយតែមួយចំអែតហ្នឹងគេមិនអោយនេះឯងដែលយើងវាបានមួយឆាវកុំឲ្យចិត្ត control តែមួយឆាវហ្នឹងវាអត់មានលំនឹងយូរអង្វែងទេចឹងបានខ្ញុំសរសេរផុសប្រហែលខែមុនណាតាំងពីដើមរឿងមកថាកុំទៅដោយហិង្សាក៏បីទៅដោយគោលការណ៍ទៅវាបានយូរអង្វែងកាលណាយើងទៅដោយគោលការណ៍អត់មាននរណាមកបង្វែរទិសដៅរបស់យើងមិនឲ្យធ្វើតទៅមុខទេតែបើយើងទៅដោយអ៊ីកូទៅដោយមានអ្នកទៅដោយអំនួតទៅដោយការខឹងក្រោធជួបរឿងបន្តិចបន្តួចយើងបោះបង់ចោលឆាប់បាក់ទឹកចិត្តអញ្ចឹងនឹងប្រឹងដល់គេអត់សរសើរឬក៏ត្រូវគេនិន្ទាអីចឹងទៅក៏បោះបង់នៅកិច្ចការងារនឹងចោលអញខំប្រឹងសឹងអីគ្មានគុណគ្មានអាណន់អីចេះអាតូចចិត្តចឹងទៅក៏បោះបង់ការងារនឹងចោលច្រើនខ្ញុំឃើញច្រើនអញ្ចឹងប្រឹងល្អប៉ុន្តែប្រឹងដោយមានគោលដៅហ្នឹងហើយដូចជាវីរៈកងទ័ពរបស់យើងនេះយើងគិតមើលគាត់នៅតែព្រៃហ្នឹងមានអីជាដើមទុនមានតែជីវិតនឹងឯងជាដើមទុនតែគ្មានបានមកត្អូញមកត្អែអីខ្ញុំប្រឹងណាស់ខ្ញុំដេកទាំងព្រៃអីចេះចោលគាត់មិនដែលមកត្អូញប្រាប់យើងផងរងរបួសរងក្របរាប់ពាន់រាប់ម៉ឺនអ្នកដែលគាត់នៅនឹងព្រៃយូរហើយហ្នឹងដូចជាមិនមានពេលណាមកត្អូញមកត្អែប្រាប់យើងថាខ្ញុំប្រឹងណាស់អីផងឃើញទេជួនកាលណាស់តែយើងអ្នកអង្គុយនិយាយ Facebook នេះទៅជាយកគុណសម្បត្តិទៅហើយថាប្រឹងណាស់ណាគាត់អ្នកយកជីវិតយកទៅដាក់ហ្នឹងគាត់មិនដែលនិយាយផងគាត់នៅស្ងាត់អញ្ចឹងបានកងទ័ពដែលគាត់នៅស្ងាត់ដែលគាត់មិនបានត្អូញត្អែដែលមិនបានសុំហ្នឹងគឺជារឿងដែលយើងគួរគិតពួកគាត់អញ្ចឹងហើយបានជាខ្ញុំប្រាប់តាំងពីដើមមកថាខ្ញុំមិនចូលចិត្តទៅថតបង្ហាញ
bài này ca chạy chạy cho nó nhom trong thôi chẳng thế tại nhom trời ca ơi miền nẹt chọc từ to từ chết luôn đằng đường cho bà khoa ấy dừng từ phơ nâng phơ muối chòm muối phơ pí chòm pì mỏng vẫn là này sầm khăn dừng tục chặt kia thà bạc để màu nâng cơ việc ở miền bạc từ nà tây dừng thôi trong cổ đào tầm đòn mà hay cả na dừng thừa vay để ai thừa ban được không bị sáy có dừng ai scroll prom đàn chặt bao giờ bàn đài chưa màu và thiên là bọn nè này prom đàn chặt bao giờ cứ đằng đấy bọn phụ đằng thà chặt dân miền prom đàn trầm nà đấy này rồi có dân khoai tại prom đàn bật tê chết tại dân mình bàn đằng prom đàn chặt bao giờ và tam pít dương miền prom đàn á chặt bao dương miền prom đàn bên này mò bị nút nhưng lại nút mình liền đánh coi mò lại này mà đó vùng lại nó sẽ thua thằng ó năng thua đình ba nhưng coi lại nó tao mình rồi khóc lại và chân bật tê chuyện mùi miền prom đàn cà phê prom đàn về chia cả tập ở kịch bỏ rọt cả tập ở kịch bỏ thì hiền cả tập ở kịch bỏ phô rọt phần tại complete tha nơi không chặt bỏ giờ nó còn miền prom đàn đấy bờ mình rồi cho tế từ sự từ về lục được nè cà phê bán sự từ về lục được nè prom đàn mình rừng móm sự từ về lục bàn thì chặt bỏ giờ còn đôi khi chẳng đấy mình đăng prom đàn nơi tròn ná hot scroll panty đàn cầm nọt prom đàn chặt trầm ná mình đăng từ cục cồn chặt là mày kì được kia và tê chiết được kia chẳng đấy ba mình đăng thà prom đàn vật bảo cọt những người nơi tận na phóng đăng thời gian từ cà phê là mạch thì vậy chặt bao giờ có đôi khi mình đăng tập prom đàn chặt những người nơi tận na phóng mình đăng từ cục cồn chặt là mạch cục cồn chặt là mạch thì dân rong ấy việc khoal thằng chặt nâng ấy khoal chặt nâng ấy sầm nô để trơn số tha phơi mấy cầm oi chặt nâng về lover là vi cầm oi chặt nâng về rê vi phơi dạng ná cục cồn chặt ở ban phơi dạng ná cầm oi chặt nâng chè từ cực đường phải đẹp đa nhớ miền sầm nô tràn chẳng chụp đăng thà nè thằng ở kia mình chọn ơi miền chặt tàn tăng lùm bạ tê hồi còn miền ở bài xinh đầm bay ấy đầm bay ơi chặt năng về sập bài đầm bay ơi chặt năng về sọc còn ơi chặt năng về cào tục hay còn miền ở bài xinh nè sasna tới còn miền bị thi sasna buông xuông xong sẽ đây sọc năng tư nè đài bóng caoประติกา เซ็งđó có cái bậc cao rương sập bài đầm bay ở chật năng miền sẽ đây sọc tư đấy sập tơ rô sọc ấy miền na từ bậc caoประติกาmình nói sọc ấy mình đánh cặp kia nó có chăng ở chật năng được sọc đài cái ta phơi chăng tới vừa lôi phơi chăng tới về cha nè từ sạp cường sở văn ấy nó có
ដើម្បីទៅកាត់ stress កាត់អីចឹងទៅរឿងអីគឺរឿងដោះស្រាយផ្លូវចិត្តហ្នឹងហើយបើអត់បើចិត្តហ្នឹងវាសុកស្រាប់បានទៅរកផឹកបានទៅរកជប់លៀងបានទៅរកដើរលេងទៅស្ទូចត្រីឬក៏ទៅធ្វើនេះទៅធ្វើនោះ hiking ដើរផ្សងព្រេងក្នុងព្រៃអស្ចារ្យឡើងភ្នំខ្ពស់ខ្ពស់ឬក៏ទៅលោតពីលើចរៈភ្នំចូលទៅក្នុងទឹកឲ្យវាអស្ចារ្យអីចឹងទៅគឺមកពីចង់ដូរបរិយាកាសចង់ធ្វើឲ្យចិត្តហ្នឹងវាបានស្រួលវាបានសុខហ្នឹងហើយប្រកបមុខរបរអីទាំងអស់ហ្នឹងក៏សិតតែចង់ឲ្យមានសេចក្តីសុខហ្នឹងឯងបើមិនចឹងមិនមែនទៅប្រឹកទេចឹងមិនមែនបានន័យថាយើងទាំងអស់គ្នានឹងមិនរួមមធ្យោបាយដើម្បីឲ្យបានសុខសប្បាយផ្លូវកាយផ្លូវចិត្តទេកំពុងតែធ្វើហើយទាំងអស់គ្នានឹងកំពុងតែធ្វើហើយកំពុងតែធ្វើហើយហ្នឹងហើយទោះបីយើងកំពុងតែជេរប្រមាថគេហ្នឹងក៏គិតថាដើម្បីឲ្យវាសប្បាយចិត្តដែរណាវាចង់ឲ្យសុខដែរហ្នឹងចង់ឲ្យសប្បាយដែរហ្នឹងជេរឲ្យវាឆ្ងាញ់មាត់ទៅវាឲ្យវាស្រួលចិត្តបានជេរអាហ្នឹងមួយទៅឲ្យវាសំចិត្តខឹងអញ្ចឹងណាអាហ្នឹងមិនរកសេចក្តីសុខផ្លូវចិត្តដែរវាសិតតែរកសេចក្តីសុខហ្នឹងឯងហ្នឹងហើយខឹងពីណាទៅក៏ទៅបៀតបៀនគេទៅក៏គិតថាគេនោះទៅបំផ្លាញសេចក្តីសុខរបស់ខ្លួនឯងក៏ទៅបៀតបៀនទៅវ័យគេទៅដោយគិតថាគេហ្នឹងវាបៀតបៀនសេចក្តីសុខរបស់ខ្លួនសុខហ្នឹងត្រូវគេបំផ្លាញអញ្ចឹងណាហ្នឹងអញ្ចឹងសរុបមកគឺសិតតែរកសេចក្តីសុខហើយតែមិនដឹងសុខហ្នឹងស្អីដាក់យមនៃសុខហ្នឹងឲ្យវាច្បាស់វាមិនតាន់ឃើញមកជួនកាលយើងសុខសំដៅលើការជោគជ័យជំនួញទៅក៏យើងហៅថាសុខទៅជួនកាលបានការជួបជុំទៅក៏យើងហៅថាសុខទៅជួនកាលមានសុខភាពល្អទៅក៏យើងហៅថាសុខទៅបានសំបំណងអីក៏យើងហៅថាសុខទៅសុខយើងឲ្យមានន័យច្រើនហ្នឹងហើយសរុបមកស្អីដែលចង់បានហ្នឹងគឺជាឈ្មោះនៃសេចក្តីសុខដែលខ្លួនប្រាថ្នានឹងតែម្ដងគឺបានអានោះសុខចង់អីបានអាហ្នឹងសុខចង់បានអីបានអាហ្នឹងសុខអញ្ចឹងសុខដែលបទជជនយើងឲ្យនិយមន័យហ្នឹងអញ្ចឹងណាហើយបើប្រាថ្នារបស់ណាវាមិនបានទេគឺកើតទុកនឹងឯងឬក៏ជួបរបស់ណាដែលវាមិនជាទីពេញចិត្តហ្នឹងគឺកើតទុកនឹងឯងរបស់អត់ចង់បានស្រាប់តែវាបានហ្នឹងកើតទុកនឹងឯងហ្នឹងទុកបទជនហ្នឹងទុកអញ្ចឹងបទជនហ្នឹងទាំងអស់គ្នាហ្នឹងហ្នឹងហើយទាំងទេវតាទាំងមនុស្សហ្នឹងគឺថាអញ្ចឹងហ្នឹងហើយប៉ុន្តែបានជាភ្លេចថាសុខដែលខ្លួនប្រាថ្នាហ្នឹងគឺជាសង្កតសុខជាសង្កតសុខសុខដែលមានបច្ច័យតតែងហើយវាគ្រាន់តែស្របតាមតណ្ហាប៉ុណ្ណោះសុខហ្នឹងហើយសុខដែលស្របតាមតណ្ហានេះចំជាសុខចង្អៀតចង្អល់ពីព្រោះអីពីព្រោះអ្វីកើតឡើងវាមានតាមការប្រាថ្នាឯណាចង់បានសង្ងប់អីវាមិនបានឃើញទេគឺវាពេលប៉ាល់វាអត់នឹងណូអីសោះសុខតាមការប្រាថ្នាហ្នឹងហើយចង្អៀតអត់ទលាយដូចសុខទូនមានចិត្តទេខុសគ្នាណាខុសគ្នាឆ្ងាយខ្លាំងណាសុខខ្ញុំអត់តន់ចែកជាសុខឆ្នាក់កុសលអកុសលអីទេខ្ញុំគ្រាន់តែចង់បែងចែកថាសុខដែលស្របតាមតណ្ហាគឺជាសុខចង្អៀតចង្អល់ហើយវាអត់ទលំទលេងដូចសេចក្តីសុខកើតពីការទូនមានចិត្តទេកើតពីការគ្រប់គ្រងចិត្តទេ
ឧបមាថាឥឡូវយើងនៅផ្ទះចឹងទៅអបសុកណាអបសុកបើបានចេញទៅដើរលេងជួបមិត្តភ័ក្តិអីទៅបានសប្បាយណាហើយបើត្រូវពុកម្ដាយហាមទៅកុំទៅកូននៅជួយកិច្ចការងារអីចឹងទៅអបសុកភ្លាមឃើញសេចក្តីសុខនឹងវាចង្អៀតទេឱកាសវាចង្អៀតល្ងាចចឹងទៅបើបានចេញទៅផឹកជាមួយមិត្តភ័ក្តិចាប់ពីម៉ោង6ល្ងាចរហូតដល់ម៉ោង10 11យប់អីចឹងទៅសប្បាយជុលកែវអីចឹងសប្បាយប៉ុន្តែដល់ពេលប្រពន្ធសុំកុំឲ្យទៅអីចឹងទៅកើតទុកណាហាមឲ្យទៅកើតទុកឃើញវាចង្អៀតទេគឺសុកវានៅខ្ទមស្រានោះវារស់សុកផ្ទះអត់បានណាម៉ោងហ្នឹងដល់ម៉ោងហ្នឹងនៅផ្ទះអត់សុកក៏ទៅដល់កន្លែងផឹកមិនសុកឃើញវាចង្អៀតទេតែយើងអត់គិតយើងអត់ដឹងទេហ្នឹងហើយយើងគិតថាខំធ្វើការពីព្រឹកដល់ល្ងាចហើយឲ្យឯងនៅផ្ទះទៀតគាត់នៅទៅសុបាយបន្តិចបន្តួចមិនបានឃើញមួម៉ៅទេមួម៉ៅភ្លាមចុះបើសុកកើតពីការទូនមានចិត្តវិញទៅធ្វើការមួយថ្ងៃទល់យប់ក៏ពិតមែនណាមកដល់ផ្ទះយើងឡើងធ្វើការហើយមែនទេត្រូវសម្រាកក៏សម្រាកទៅហើយក៏គិតផ្សេងពីនឹងអត់បានទៅសុបាយនៅខាងក្រៅអីទេក៏នឹករលឹកខាងមួយថ្ងៃដល់យប់ហើយមិនបានដាស់តឿនក្រៅរំលឹកកូនអីសោះមិនដឹងថាកូននឹងរៀនសូត្រមិនកូននឹងគិតមិនដូច្នេះពេលវេលាមានពីម៉ោង6ទៅបាយហើយល្ងាចហ្នឹងយ៉ាងហោច1ម៉ោង2ម៉ោងនៅជាមួយកូនលេងជាមួយកូនទៅមើលការសិក្សារបស់កូនទៅដើម្បីឲ្យដឹងថាកូនរៀនដល់ណាកូនបានសិក្សាត្រឹមត្រូវដែរឬអត់ធ្វើអាហ្នឹងឲ្យទៅជាសេចក្តីសុខវិញឃើញទេអាហ្នឹងសុខកើតពីការទូនមានចិត្តហ្នឹងអញ្ចឹងបរិញ្ញាចិត្តហ្នឹងមិនចេះតែតាមវាទេទល់ទៅក្រៅទល់ទៅបាក់ប៊ីហៀណូមនៅក្រៅហ្នឹងបានហៅថាសុខអត់ទេហ្នឹងហើយឃើញថាទុកពេលវេលាជាមួយគ្រួសារអីចឹងទៅមើលដូចប្អូនម្នាក់នៅកពតណាកាលមុនគាត់តែម៉ោងងាកហ្នឹងដាក់ដល់ម៉ោង10អីនោះតែដល់ពេលឈប់ទៅផឹកទៅអីទៅវាមានពេលតាមដានការសិក្សារបស់កូនអាចមានពេលជាមួយកូនអីចឹងឃើញទេឬក៏មិនមានកូនទេដូចជាបកណាគ្រប់ព្រះអង្គអីចឹងទៅពេលថ្ងៃហ្នឹងក៏ព្រឹកទៅមុនបានបាតទៅសៀលមុនសំដែងពធទេសនាទៅជួបពុទ្ធបរិស័ទទៅល្ងាចនៅកន្លែងហ្នឹងក៏ស្វាត់ឈីពធទៅសិក្សាមេរៀនពធបន្ថែមទៅស្រាវជ្រាវគម្ពីរដីកាផ្សេងទៅវាសប្បាយជាមួយនឹងកុសលធម៌ហ្នឹងទៅឃើញទៅណាក៏ចិត្តនឹងទលាយដែរវាទលាយគ្រប់ច្រកសុខដែលកើតពីការទូនមានអប់រំចិត្តហ្នឹងគឺវាសុខគ្រប់ច្រកវាមិនមែនទល់តែទៅណកបានសុខតាមអំណាចតណ្ហាវាថាទល់តែទៅណកបានសុខបើមិនបានទៅណកទេវាអត់បានសុខទេឃើញទេឃើញជាងអៀតទេយើងគិតទៅមានសេរីភាពបានដើររហូតអត់ទេសុខចឹងអត់មានសេរីភាពទេសាកគឺខាំងមកទៅមកបំកើតទុកហ្នឹងហើយតែការដែលដឹងចង្វាក់បោះចិត្តហើយត្រូវចេញក្រៅក៏ចេញទៅមិនមែនថាអញ្ចឹងរៀនធម៌ឈប់ដើរលេងដើរអីទាំងអស់អត់ទេត្រូវដើរទៅមានញាតិមានមិត្តឧទាហរណ៍អ្នកស្រុកក្រៅនេះអញ្ចឹងដែរមានញាតិមានអីមកពីខ្មែរមកពីអីទៅជូនគាត់ទៅនេះទៅនោះម្ដងមកកាលក៏ជូនទៅអត់មានថាធុញទ្រាន់អញខាតការងារអញចេះអញ្ចឹងអត់ទេយើងព្រមធ្វើអញ្ចឹងហ្នឹងហើយជូនគាត់ទៅក៏ដោយមេត្តាការរាប់អានទៅបើទោះជាដឹងថាខ្លួនមិនមែនទៅចង់អីទៅលេងអីអញ្ចឹងក៏ប៉ុន្តែដោយការរាប់អានក៏ទៅដោយការស្និទ្ធស្នាលគ្នាអញ្ចឹងទៅហើយបើមិនមានអញ្ចឹងទេក៏នៅធ្វើកិច្ចការងារផ្ទះដូចច្រើនដែលយើងអាចធ្វើឲ្យជីវិតនេះស្រស់បំព្រងបានគ្រប់ទីកន្លែងអញ្ចឹងណាគ្រប់ទីកន្លែងអញ្ចឹងការដែលអប់រំផ្លូវចិត្តហ្នឹងវាសំខាន់អញ្ចឹងធ្វើឲ្យចិត្តហ្នឹងព្រមសុខគ្រប់ទីកន្លែងហ្នឹងហើយបានទៅក៏មិនអីហើយមិនបានទៅក៏មិនអីអញ្ចឹង
តែបើទៅតាមអំណាចតណ្ហាវិញទល់តែបានសុខហើយបើមិនបានដូចចង់ទេកើតទុក្ខឃើញអញ្ចឹងណាហ្នឹងហើយវាជារឿងជាក់ស្ដែងណាស់អញ្ចឹងយើងមើលព្រំដែនចិត្តហ្នឹងឡប់មកវិញដឹងនៅខ្ញុំទុកពេលឲ្យគិតព្រំដែនចិត្តនៅតាណាតែត្រូវការពារកុំឲ្យវាសត្រូវនឹងចូល invade ឈ្លានពានចិត្តយើងបានដោយងាយនោះហ្នឹងព្រំដែនចិត្តហ្នឹងគឺទ្វារ6នឹងឯងមានទ្វារភ្នែកទ្វារតិចទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយទ្វារចិត្តបាទអានឹងច្រកព្រំប្រទល់ចិត្តដែលគួរក៏បីដាក់ទាហានការពារកន្លែងហ្នឹងដូចឧបមាដូចប្រទេសយើងអញ្ចឹងយើងមិនអាចយកទាហានទៅឈរជើងលើផែនដីគេបានទេគឺត្រឹមតែព្រំប្រទល់ព្រំដែននឹងឯងទៅមិនខុសច្បាប់ឃើញថៃខូចឃើញដើរចូលមកជន់មីនទៅបន្ទោសមកពីខ្លួនឯងខូចតែហួសអធិបតេយ្យវាគ្រោះថ្នាក់អញ្ចឹងដាច់ជើងបាទអញ្ចឹងកន្លែងណាដែលកប់បីដាក់ទាហានដាក់ប៉ូលីសប្រចាំចិត្តរបស់យើងនោះគឺដាក់នៅនឹងភ្នែកដាក់នៅនឹងតិចដាក់ទៅនឹងច្រមុះដាក់នៅនឹងដាតដាក់នៅកាយហើយដាក់នៅនឹងចិត្តហ្នឹងហើយបើកាលណាយើងពង្រឹងសមត្ថភាពកងតបសតិរបស់យើងហ្នឹងរលឹកដឹងនៅសភាវៈតាមភ្នែកតិចច្រមុះអណ្ដាតកាយចិត្តជារឿយហើយសត្រូវខាងក្រៅហ្នឹងងាយចូលទន្ទ្រានសេចក្តីសុខផ្លូវចិត្តយើងបានទេឃើញទេនៅតាណាក៏បានឲ្យតែព្រំដែនហ្នឹងការពារបានល្អដូចមានរឿងនៅក្នុងព្រះវិន័យដែលបាសកម្នាក់ហ្នឹងគាត់រតនានិមន្តភិក្ខុសង្ឃឲ្យគង់ចាំប្រវសា1វស្សាហើយគាត់ឲ្យគេទៅធ្វើកុដិប្រគេនលោកគាត់ក៏មិនបានមករវាំងគាត់រវល់កិច្ចការងារជាកុហកអញ្ចឹងទៅផ្ដាំផ្ញើឲ្យគេធ្វើស្រាប់តែធ្វើបានតែអញ្ចឹងអត់ប្រក់ដបូលហើយលោកក៏គង់នៅមួយភាសាហ្នឹងទៅត្រូវភ្លៀងត្រូវអីទៅក៏លោករននេះរននោះបាំងខ្លួនលោកអញ្ចឹងទៅហើយបូលគាត់ហ្នឹងនៅតែអត់ប្រក់អញ្ចឹងឯងតែលោកមិនត្អូញចេញភាសាបានគាត់មករវាំងមើលអញ្ចឹងទៅក៏សុំខមាទោសលោកម្ចាស់អើយខ្ញុំនេះចំជាគ្មានស្មារតីមុនលោកម្ចាស់គង់ចាំប្រវសាតែមិនបានប្រក់ដំបូលឲ្យបានចិត្តសម្រាប់លោកម្ចាស់ចឹងនឹងលោកថាមិនទេលោកថាញោមមិនអីទេអ្វីត្បិតតែកត់នឹងមិនប្រក់ក៏ពិតមែនក៏ប៉ុន្តែចិត្តរបស់ពួកអាត្មាបានប្រក់ចិត្តហើយទើបមិនមានសេចក្តីកវល់កវាយអីទេឃើញទេបាសក់នោះគាត់ជ្រះថ្លាខ្លាំងតែមែនទែនឬព្រះថេរដីការបស់ព្រះថេរៈលោកមិនត្រឹមតែមិនប្រកាន់ទេចិត្តនឹងវាអត់ប្រកាន់មែនតែហ្មងណាចិត្តមនុស្សប្រកាន់នេះណាទៅនិយាយចឹងចេញហ្នឹងហើយដឹងត្អូញអីខ្លះតែលោកថាអ្វីត្បិតតែកត់នឹងមិនបានប្រក់ប៉ុន្តែចិត្តរបស់ពួកអាត្មានឹងបានប្រក់រួចហើយចង់និយាយថាមនុស្សដែលប្រក់ចិត្តនឹងគឺថាល្អសម្រាប់ខ្លួនឯងនឹងតែមកនឹងគឺត្រង់ដែលថាចិត្តនឹងវាមិនកើតទុក
ជីវិតនឹងជាទុក្ខក៏ប៉ុន្តែដែលប្រក់ចិត្តបានរស់នៅដោយមិនកើតទុក្ខហ្នឹងហើយនៅតាណាក៏បានចង់ចេញទៅក្រៅក៏បានមិនទៅក៏បានមានពេលទៅជាមួយមនុស្សម្នាក៏បាននៅតែឯងក៏បានពីព្រោះអីពីព្រោះគ្រប់គ្រាហ្នឹងគឺថាអ្វីដែលមកដល់ជីវិតហ្នឹងគឺវាត្រូវតែកើតតាមភ្នែកតាមតិចតាមច្រមុះតាមដាតតាមកាយតាមចិត្តហ្នឹងដដែលឃើញទេរឿងរ៉ាវទាំងឡាយក៏សិតសឹងតែជាការកើតឡើងតាមច្បាប់ធម្មជាតិណាមិនញ៉ាំងចិត្តឲ្យទាស់ព្រោះដឹងច្បាស់ថាបើទោះជាទាស់ក៏វានៅតែអញ្ចឹងដដែលអញ្ចឹងណាបើយើងទាស់ហើយអានឹងវាមិនអញ្ចឹងអីទេប៉ុន្តែតែដឹងច្បាស់ថាមិនញ៉ាំងចិត្តឲ្យទាស់ព្រោះបើខំទាស់ក៏វានៅតែដដែលណាអញ្ចឹងប្រយោជន៍អីទៅទាស់អារបស់ដែលត្រូវតែអញ្ចឹងដដែលដូចភ្លៀងធ្លាក់មកមិនអញ្ចឹងបើទៅខឹងភ្លៀងហ្នឹងសួរតែវាបាត់ភ្លៀងទេកន្លែងខ្ញុំអង្គុយមិញហ្នឹងអង្គុយទៅណោះអង្គុយឡាយមិញហ្នឹងយក background ទេសភាពមានខ្ទឹមមានជីអីហ្នឹងគឺថាហ្នឹងវាស្អាតអង្គុយបានផ្លេតក៏ភ្លៀងដេញមកហើយបើដឹងថាភ្លៀងទប់មិនបានទេធ្វើម៉េចទៅទប់ភ្លៀងទៅអីយើងរេរកន្លែងអត់ភ្លៀងទៅអង្គុយនិយាយទៀតអញ្ចឹងណាហើយមិនបាច់បន់ថាកាលភ្លៀងវារាំងទេតែដល់ពេលវារាំងហើយឃើញទេឥឡូវវារាំងបានហើយបើយើងអង្គុយបន់ថាភ្លៀងហើយរាំងទៅហើយវានៅតែមកវាមិនតាន់អស់វានៅតែមកអញ្ចឹងវានៅតែមកអីចាឥឡូវអស់ហើយភ្លៀងទៀតមកបានអត់ទេតែវាមិនត្រូវភ្លៀងវាអត់នឹងហើយណែស្អីដែលមកតាមភ្នែកតាមតិចតាមច្រមុះតាមដាតតាមកាយតាមចិត្តយើងដូចភ្លៀងអញ្ចឹងវាត្រូវមកវាមកហើយវាត្រូវរាំងវារាំងហើយហ្នឹងលៀបអត់លៀបមានយោះអត់យោះសរសើរនិន្ទាសុខទុក្ខដល់ពេលវាមកដល់ពេលវាស្ងាត់ដល់ពេលវាមកដល់ពេលវាស្ងាត់តែអញ្ចឹងលោកធម៌ហ្នឹងតែអញ្ចឹងឃើញប្រយោជន៍នៃការយល់ពីដំណើរលោកធម៌ហ្នឹងវាសំខាន់ណាស់រស់នៅដោយមានសភាពសុខស្ងប់មិនជ្រួលច្រាលមិនអន្ទះអន្តែងមិនផ្អើលតាមគេតាមឯងអត់ហើយកុំគិតថាជីវិតបែបហ្នឹងគ្រប់គ្នាសុទ្ធតែអាចចង់បានហើយបានអត់ទេបើមិនយល់ហ្នឹងហើយពីព្រោះអីក្នុងភ្នែករបស់លោភៈហ្នឹងវាត្រូវមានរបស់ពង្អួតគេទទួលតែមាននេះទទួលតែមាននោះខ្លាចណាស់គេមើលមកថាខ្លួនអន់ហ្នឹងគឺខ្លាចខ្លាំងហ្មងហ្នឹងហើយខ្លាចតែរឿងគេមើលមកអន់ហ្នឹងហើយជាទុកធំរបស់ពុទ្ធជនយើងហ្នឹងអាតំណងចឹងហើយបានមានពេលខ្លះទោះជាអំពើទុច្ចរិតក៏ធ្វើដែរដើម្បីយកមកលាបកិត្តិយសនឹងឲ្យវាខ្ពង់ខ្ពស់ឬក៏មកលាបរឹករបស់ខ្លួនឯងមើលទៅឲ្យដូចអ្នកមានណាយកមកលាបខ្លួនឯងឲ្យដូចជាអ្នកក្រាន់បើដែលស្គាល់គេស្គាល់ឯងក្នុងសង្គមបើទោះជាអំពើនោះទុច្ចរិតឬក៏ត្រូវបានលុយបានកាក់ហ្នឹងដោយអំពើទុច្ចរិតក៏ដោយនឹងអត់ខ្លាចទេវាខ្លាចបាបខ្មាស់បាបអត់បានទេវាខ្មាស់គេនោះជាងហ្នឹងហើយតែបើសប្បុរសលោកខ្មាស់បាបជាងណាលោកអត់ខ្មាស់គេជាងទេមនុស្សខ្មាស់បាបជាងណាមិនទៅធ្វើអំពើទុច្ចរិតដើម្បីបានកិត្តិយសគេឈ្មោះនឹងមកទេព្រោះលោកអត់ខ្មាស់គេផងលោកខ្មាស់តែបាបហើយមិនមែនបាបគេបាបខ្លួនឯងខ្មាស់បាបខ្លួនឯងបាទហ្នឹងហើយអញ្ចឹងព្រំដែនចិត្តហ្នឹងក៏បីជ្រាបអញ្ចឹងថាមិននៅណាក្រៅពីទ្វារ6ហ្នឹងទេគឺនៅខ្លួនយើងហ្នឹងតើយើងទាំងអស់គ្នាចំណាយពេលប៉ុន្មានដែរក្នុងមួយថ្ងៃដើម្បីតាមដានវាឬក៏ចំណាយពេលមួយថ្ងៃដើម្បីទៅតាមដានរឿងអ្នកដទៃទេបើក Facebook មកផុតពីព្រំដែនខ្លួនឯងបាត់មែនទេបើក Facebook ខ្វាច់ជ្រោកដៃឈិតហួសព្រំដែនចិត្តបាត់ហើយ
ហួសព្រំដែនភ្នែកព្រំដែនតិចបាទហើយបញ្ជូនចិត្តទៅរឿងអាណាគេមិនអាណាគេមិនអាណាគេមិនឃើញទេឃើញព្រំដែនចិត្តហ្នឹងអត់បានការពារទេសន្សំតែរឿងមិនល្អដាក់ចិត្តហ្នឹងហើយ stress អី stress ដូចព្រំដែនដែលអត់មានតាហ៊ានអញ្ចឹងខ្មាំងវាលុកលុយហ្នឹងហើយអារម្មណ៍ហ្នឹងវាចូលមករួនដល់ផ្លូវចិត្តហ្នឹងឲ្យញាប់ញ័រហើយបើលោតែមានការប្រកួតប្រជែងគ្នាផងអូដឹងថាដៃគូបដិបកហ្នឹងគេបានប្រសើរបានខ្ពង់ខ្ពស់ចឹងទៅចិត្តនេះឲ្យញ័រណាព្រោះវាចង់ឲ្យអញហ្នឹងមើលទៅវាគ្រាន់បើជាងគេនោះហើយស្រាប់តែមនុស្សដែលធ្លាប់តែប្រកួតប្រជែងគ្នាគេបានជោគជ័យគេបានខ្ពង់ខ្ពស់ចិត្តហ្នឹងវាញ័រណាស់មកញ័រដេកមិនសំណុកព្រោះអនុមោទនាឬក៏អបអរសាទរជាមួយគេហ្នឹងវាមិនចេញព្រោះចង់ឲ្យតែគេវិនិច្ឆ័យនោះតែចិត្តហ្នឹងផ្សេងគ្នាណាបងប្អូនតិចថាការដែលចង់ឲ្យគេវិនិច្ឆ័យហើយឬក៏ឃើញគេវិនិច្ឆ័យមែនទៅអហ្នឹងជាសេចក្តីសុខមិនមែនទេញ័រអានេះញ័រផ្នែកអាក្រក់ហើយការដែលត្រេកអរនឹងគេកើតទុកឬក៏មនុស្សដែលខ្លួនស្អប់នឹងកើតទុកអានឹងសន្សំនៅធាតុទុកនឹងទុកក្នុងចិត្តរបស់យើងពីព្រោះអីពីព្រោះចម្រើនមេត្តាមិនរួចទេបុគ្គលបែបហ្នឹងចម្រើនមេត្តាមិនចេញឧបមាថាឃើញគេធ្លាក់កោតអីចឹងទៅក៏សើចចំអកអីចឹងទៅសួរថាចម្រើនមេត្តាចេញចិត្តរបៀបហ្នឹងអត់ទេពីព្រោះអីព្រោះខ្វះនៅសេចក្តីឧបមាឃើញទៅទាស់តិចតួចទៅក៏ចូលទៅប្រមាថការទៀនអីចឹងទៅដោយសារអីដោយសារខ្វះធម៌ពិចារណាចុះបើបុគ្គលមានខ្លួនឯងជាឧបមាឧទាហរណ៍ថាចុះបើសិនជាអាត្មាអញថ្ងៃក្រោយទៅហ្នឹងដើរវាមិនត្រូវតាមប្រការណាមួយផ្លត់ភ្លាំងដោយប្រការណាមួយត្រូវសង្គមជេរស្ដីអញ្ចឹងតើអាត្មាអញនៅស៊ូរួចអត់ទៅច្រកណាសូម្បីតែបងប្អូនគេលែងត្រូវការអីចឹងណាឧទាហរណ៍កាលណាបើធ្វើជាឧបមាអញ្ចឹងមើលងាយគេអត់កើតទេហើយទៅជន់ថែមក៏អត់កើតដែរចិត្តនឹងមានតែសង្គ្រោះប៉ុន្តែនឹងវាមានពីធម្មជាតិមកផងអាស្រ័យកត្តាសែបគប់ផងអាស្រ័យពីកត្តាធម្មជាតិផងខ្ញុំដឹងថាមានចិត្តហ្នឹងតាំងពីក្មេងតាំងពីក្មេងៗមកដូចឃើញអ្នកសុំទានអីចឹងការនៅស្រុកវាមិនមែនអ្នកដើរសុំទានអីសុំលុយសុំកាក់អីត្រង់អីទេជាងកាលគេយកនំយកអីមកដូរអញ្ចឹងទៅដឹងហើយថាវាมันមានតម្លៃស្មើនឹងស្អីដែលគាត់ចង់ដូរប៉ុន្តែតែឃើញមកចិត្តវាមិនដាច់ហ្នឹងហើយជាតែអាណិតពួកគាត់ថាពួកគាត់សុខចិត្តលក់នំដើម្បីដើរដូរស្រូវអីភាគច្រើនមកពីខេត្តខាងកើតនឹងការដែលខ្ញុំនៅក្មេងយើងគិតគូរឃើញតែនំតិចតួចហ្នឹងប៉ុន្តែយើងដូរទៅយើងឲ្យស្រូវច្រើនហ្នឹងហើយបើយើងមិនព្រមក៏បានដែរក៏ប៉ុន្តែគិតទី1ថាមកឆ្ងាយទី2គាត់ទម្លាក់មានអ្នកចោះដើម្បីដើរសុំយើងហ្នឹងហើយនៅតែល្អជាងធ្វើចោលហើយគិតតែបើថ្ងៃក្រោយទៅអញធ្លាក់ខ្លួនអញដើរធ្វើអញ្ចឹងដែរគេមិនមើលមុខនឹងមិនទៅណោះគិតអញ្ចឹងចេះគិតអញ្ចឹងតាំងពីក្មេងគិតអញ្ចឹងបានមិនដែលមើលងាយអ្នកសុំទានអ្នកក្រលំបាកហ្នឹងគឺរយឲ្យចិត្តមើលងាយគាត់វាមិនមានហ្នឹងហើយបើពីគិតតែអញ្ចឹងគិតថាចុះបើថ្ងៃក្រោយអញធ្លាក់ខ្លួនអញ្ចឹងហើយដើរសុំគេអញ្ចឹងហើយត្រូវគេប្រមាថការទៀនអញ្ចឹងតើអញនឹងទៅជាយ៉ាងណា
ចឹងបាននឹកឃើញដល់ធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាសัพពេតសន្តិតន្តសៈសัพពេភាយន្តមច្ចណោសត្វទាំងឡាយសុទ្ធតែតក់ស្លុតនឹងអាជ្ញាសត្វទាំងឡាយសុទ្ធតែភ័យខ្លាចនឹងសេចក្តីស្លាប់អត្តានឧបមាកត្វាបុគ្គលធ្វើខ្លួនឯងឲ្យជាឧបមាអ្នកហនយៈអ្នកឃាតយេមិនគួរបៀតបៀនមិនគួរប្រហារអ្នកដតីឬក៏សត្វដតីទេប្រហារហ្នឹងគឺប្រហារដោយពាក្យសម្ដីក៏ប្រហារដោយកាយក៏ប្រហារដែរគឺយកអាសេចក្តីសុខទុក្ខរបស់អ្នកដតីដែលយើងធ្វើចំពោះគាត់ហ្នឹងយកមកដាក់លើខ្លួនឯងយើងទៅប្រហារយើងទៅប្រទាបបថោកអ្នកដតីមិនបានទេប៉ុន្តែខណៈតែយើងទៅធ្វើបាបគេហ្នឹងវាខ្វះឧទាហរណ៍អញ្ចឹងខ្វះឧទាហរណ៍អញ្ចឹងឯងតែចេះតែទៅរួចអញ្ចឹងទៅសុបាយចិត្តឃើញអ្នកណាអ្នកណីបរោះរឿងស្អីណាណីហ្នឹងក៏ពេញចិត្តវ័យបហាដោយពាក្យដោយសម្ដីអីចឹងខ្ញុំអាណិតទាំងសងខាងហ្នឹងទាំងអ្នកដែលត្រូវគេបហាទាំងអ្នកដែលកំពុងតែបហាគេនឹងឯងអ្នកដែលត្រូវគេប្រហាខ្ញុំនិយាយតែគិតអញ្ចេះគិតថាមិនដឹងថាផ្លូវចិត្តគាត់ហ្នឹងវាទ្រាំបែបណាព្រោះគ្មានធម៌ពិចារណាផងតែអាណិតអ្នកទៅបហាគេហ្នឹងខ្លួនឯងក៏វាតាំងនៅក្នុងភាពមិនទៀងមិនមែនចេះតែអង្គុយបហាគេអញ្ចឹងបានទេកិលេសនៅពេញខ្លួនគង់តែមានពេលវេលាណាមួយដែលគិតទេថាបើរឿងនោះធ្លាក់មកលើខ្លួនយើងថាតើវាយ៉ាងម៉េចបានគិតអត់នឹងចឹងវានៅតែព្រំដែនចិត្តយើងដដែលទេព្រំដែនប្រទេសជាតិគិតតាមទូនាទីយើងជាអីយើងជាមន្ត្រីឬក៏យើងជាប្រជារាស្ត្រហើយស្រុកកាន់តែកើតរឿងអញ្ចឹងការប្រឹងប្រែងកាន់តែមាននឹងខ្ញុំនិយាយអស់ហើយនៅរតនគិរីពេលល្ងាចហ្នឹងហើយមានថាអូស្រុកយើងអញ្ចឹងយើងឈប់ធ្វើការឈប់ផលិតឈប់ធ្វើស្រូវធ្វើស្រែធ្វើជាការមិនទេគឺត្រូវតែត្រៀមហើយរឿងនេះខ្ញុំនិយាយតាំងពីនៅលោកម៉េះមានធัวដាំដណ្ដូងមួយគឺខ្ញុំនិយាយយើងកុំចេះតែឆ្ងាញ់របស់គេតែរហូតពេកខ្ញុំនិយាយយូរហើយបណ្ដាលព្រឹត្តិការណ៍វាកើតឡើងអញ្ចឹងវាកាន់តែច្បាស់ប៉ុន្តែច្បាស់តអ្នកបានស្ដាប់ហូរហែពីមុនមកទេតាំងនៅជាព្រះអង្គសានសុជាម៉េះមានធម៌មួយដាក់ចំណងជើងនៅធម៌ដាំដណ្ដូងខ្ញុំនិយាយពាក្យថាបើស្រុកកើតសង្គ្រាមជាមួយប្រទេសជិតខាងបើយើងស៊ីតបោះគេអញ្ចឹងគឺមិនបាច់ច្បាំងគឺគ្រាន់តែបិទមិនឲ្យនាំរបស់គេចូលមកយើងកាំងបាត់ហើយឧទាហរណ៍តំណាំតំណោចសក្រីក៏ដោយជីក៏ដោយខ្ទឹមក៏ដោយបន្លែប្លុកនឹងក៏ដោយភ្លាមបិទកាំងមកមិនដាំមួយថ្ងៃបានស្លហើយណានេះវាត្រូវប្រើរយៈពេលរាប់ខែដែរมันបានផលហ្នឹងហើយអញ្ចឹងយើងរស់លើដីរស់លើដីហ្នឹងគឺតំណាំតំណោចហ្នឹងវាដុះទៅពីដីហ្នឹងឯងដោយអតីតគណៈកម្មការវត្តនៃរតនារាមគាត់ដាំស្វាយដូចជាជាង10ហិកតានៅពោធិ៍សាត់នឹងលក់អត់ឈ្នះថៃអត់ឈ្នះស្វាយថៃទេដល់ពេលវេលាប្រមូលផលហ្នឹងគ្រាន់តែរលុយជួលអ្នកបេះហ្នឹងវាមិនគ្រប់ផងអាថ្លៃលក់ហ្នឹង
cái hộp tàu xoài thay xoài ấy chẳng tới rồi nhé phần là lấy vì mình trong và tốt khné ấy thế còn thà rương để cào làng đấy có hạ đôi chia phải nhẹ thà tài dương trừ rùa rùm khné đòi ô bài dạng na chui chai chụp này đăng khné không ca phần lật ở miền phần lật tập hòa trong sọc nó dạng na đấy về chỉ rương tài dương trừ phần đó về miền trăm ta rương khăng cái đấy cầm hăng ọt và cao chụp này nó cứ thời dương nâng slap đôi caไปแช่ไปชูลอ้อยการกาคังนั้นโดยสมัยโปลโปดจังตามแต่ลือจะตุ่มใหญ่ปรับเมาได้ชมเป็นใหญ่ปรับเมาจึงการจองสำหรับนานๆแบบนี้cáiเจ้าทากบาลยูนครูนขมายđóจึงcáiเจ้าทานั่นดังยูนđóเคยใส่ซอซอcáiเจ้าทายูนđó ngóp ta khai cái này anh vậy được nhiều mình về ngày môn bán mặn người ta trà là cầm xìa mình này chỉ tự rồi chẳng bàn ở đây đường nhom bàn tay dạng bạch về chẳng ai bằng cần ta vòng ôn vô tại chặt khăn vô màu cực năng việc khmer chỉ bàn bây giờ sẽ khăn to to cái này tới vậy mà màu cái cắt ở pi bề mặt vô tập sai rồi có cái xe phần lơ nó chưa vô tầm mong tới của miền rồi chẳng tới bị ban nó ngọt thay nó ngọt tới này ai nữa ui dương khẳng khẳng nó mình là tê cái nghe nó chạy toạc nè nghe nó chạy dương bài bạc nè nghe nó chạy dương vậy lên đập nè bàn được hai chiết đây chứ nó bông phôn chương cá dương cùng sman tha nẹn dây sờ lạnh chiết khmai nó sật từ khmai ai mến khmai cái bờ lom thư khmai có miếng đấy này ai bông phôn chết là tam cái nhu nó bạch vật tê chết khang vây đấy vây được này ấy còn ngọt này nông bị phục lốp bộ đội Israel mới cha là cam bọc cái pin bị phục lốp cái việc là cha là cắm dân đăng đấy đăng thà chỉ chuyên chuyện dân này đăng thà chỉ khnia dân này để ông quay chuyện dân nó đăng thà bứt tới thà khnia dân nghĩ thế chẳng bây giờ ra tất cả khăn ca sọp nên cái bằng bài bạn tập tì không bán chết rồi được xem thọp lực rương là cô mùi nô nhưng cái xe của họ nó lơ mệt xe của họ nó lơ mệt cái miền ấy cái miền crom nè sai tới cái thọp chưa tục chật đấy từ vật tê chật khang nó ôi bay lên đó là bay lên cả bạn ạ tại thế ở thêm xe smart máy thế này nó nhưng mà miền đại vật tê na mùi phần vì môn máu xa po đầm miền nó chỉ xa đã po đầm miền để khi chưa tục chật bàn phần đó bàn bay lên cả bạn ạ máu cái oi thôi ca nghe từ đái phần mà đón cái oi vay ra thà bị ba mà đón cái oi vay hàng phải chăng mà đón cái oi vay hàng sasna mà đón cái oi vay
non government organization អង្គការក្រៅរដ្ឋាភិបាលហ្នឹងហើយគឺថាគ្រប់ឲ្យច្រកណាក៏ដោយឲ្យតែមានឥទ្ធិពលនៅក្នុងសង្គមហ្នឹងគេឲ្យវាយទាំងអស់វាយរហូតដល់ប្រជាជនក្នុងនគរនោះច្បល់មិនដឹងអាណាជាអាណីដឹងអាណាល្អអាណាមិនល្អឃើញទេការងារគេធ្វើតែប៉ុណ្្នឹងដល់ប្រជាជននៅក្នុងប្រទេសហ្នឹងលែងទុកចិត្តគ្នាហើយក៏លេចមើលគ្នាសិតតែលែងទុកចិត្តគ្នាហើយហ្នឹងហើយប្រទេសជិតខាងនោះក៏គេឈ្លានពានបានដោយងាយស្រួលអានឹងខ្ញុំសរសេរប្រហោះចោលនៅលើមេឃនគរអត់ឈ្មោះជាបទពិសោធន៍ថ្មីបងប្អូនថ្មីពលពតខ្ញុំក៏កើតតន់គ្រាន់តែមិនដឹងចូលតម្រាំតែរាប់រយឆ្នាំតទៅវានឹងទៅជារឿងនិទានមួយដែលយើងមិនគួរឲ្យជឿតែចាស់យើងនៅមានខ្ញុំមើលវីដេអូលោកតាម្នាក់ដូចអតីតទាហានគាត់និយាយឈ្មោះអីសូផលឈ្មោះអីនេះគាត់និយាយតំណងគាត់និយាយជាលក្ខណៈនយោបាយកណ្ដាលហ្នឹងហើយស្ដាប់ទៅល្អដែរមិនសូវមានអ្នកនិយាយដូចគាត់ចឹងឯងឈ្មោះស្អីខ្ញុំទៅមើលគាត់ពីរឃ្លីបទេតែបានឃើញពីមុនមកយាយតាយើងនៅមានឡើយយើងអាចស្ដាប់ថាខ្មែរស្លាប់ច្រើនហ្នឹងពីណាអ្នកស្លាប់ទៅវាមានការអុចអាលពីខាងក្រៅក៏ពិតមែនប៉ុន្តែចុងបញ្ចប់ពីណាអ្នកស្លាប់គ្នាមិនគ្នាឯងដែលឆាប់ជឿគេហ្នឹងឆាប់តែខឹងហ្នឹងមានតែយើងដែលឈប់ខឹងឯងដែលយើងចេះស្ដាយអញ្ចឹងបានខ្ញុំមើលឲ្យឃើញឲ្យបងប្អូនមើលឲ្យឃើញអាចិត្តខឹងហ្នឹងវាល្ងងណាស់ចិត្តខឹងហ្នឹងអត់ឆ្លាតទេពាក់មកដូចគេលាបជូងឲ្យឆ្លោះគ្នាអញ្ចឹងដល់ឥឡូវដែលយើងសិក្សាពីប្រវត្តិអ្នកសិល្បៈជើងចាស់អីអញ្ចឹងទៅអ្នកប្រាជ្ញយើងអញ្ចឹងទៅយើងចេះស្ដាយហើយដែរយើងចេះស្ដាយថាមកអត់មានអ្នកណាដុតឲ្យយើងខឹងចិត្តយើងវាអត់ខឹងទៅយើងឃើញតម្លៃនៃអ្នកចេះដឹងឃើញទេនៅពេលដែលគេផ្គុំយើងឲ្យខឹងមโนគមដែលគេធ្វើឲ្យយើងខឹងគុំណែឯងប្រាជ្ញមកពីណាអីរៀនចប់ថ្នាក់ណាក៏ដោយតែខុសបាក់អញហើយខុសគោលការណ៍ហើយកុំតិចចោលទេសិតតែខ្មាំងហ្នឹងឃើញទេឃើញដល់សម្រាប់ឃើញសិតតែអ្នកចេះដឹង professor គ្រូបរិញ្ញាអីដុកទ័រដូចខ្ញុំឮចាស់នៅពោធិ៍សាត់និយាយដូចពេលបែកភ្លាមហ្នឹងគេប្រកាសសំបីតនិស្សិតក្រៅប្រទេសឲ្យចូលមកហើយអ្នកមន្ត្រីក្នុងរដ្ឋាភិបាលចាស់ក៏គេឲ្យចេញមកដើម្បីទៅជួយសាងប្រទេសមានអីទៅប្រមូលទៅយកទៅសម្លាប់អស់មកពីអីនយោបាយធ្វើឲ្យស្អប់ឃើញទេទៅស្អប់គ្មានចេះស្ដាយទេទោះបីណែរៀនចេះមកពីណាក៏ដោយគ្មានចេះស្ដាយទេចុះឥឡូវមិនក៏យើងចេះស្ដាយបងប្អូនឃើញគេផ្សាយដូចខ្ញុំមើលក្រុមព្រះសូរិយាអីគាត់ស្រាវជ្រាវឃើញ YouTube ដូចជាបាត់ដូចពួក scam យកទៅបាត់emនឹងដូចមានថ្មីឡើយនឹងក៏ឃើញគាត់ស្រាវជ្រាវល្អដែរហើយបងអីម្នាក់ទៀតនោះគាត់ឈ្មោះស្អីដែលគាត់អាសាចុះទៅដល់កន្លែងផ្ទាល់គេសម្លាប់អ្នកសិល្បករឬក៏អ្នកប្រាជ្ញពីបុរាណហ្នឹងយើងពេលនេះយើងស្ដាប់ទៅយើងចេះស្ដាយសំណោះមែនទេយើងចេះស្ដាយសំណោះដូចលោកតាសិនទីសមុទ្រអីយកទៅគាត់ទៅសម្លាប់យើងចេះស្ដាយឯអាហ្នឹងយើងចេះស្ដាយខ្ញុំគ្រាន់តែចង់បញ្ជាក់ពី
សភាពចិត្តតែđấyបានយើងឥឡូវនេះយើងចេះស្ដាយថាមកពីយើងអត់ត្រូវអ្នកណាបញ្ចូលចំហេះឲ្យយើងឲ្យចិត្តយើងនឹងវាក្តៅឲ្យចិត្តយើងវាស្អប់ហ្នឹងហើយយើងក៏លេចមើលទៅគុណសម្បត្តិពិតប្រាកដថាអូគាត់ចេះមែនសម្លេងគាត់ល្អមែនអីចេះចុះហ្នឹងបានយើងនឹកឃើញថាមានគុណសម្បត្តិឬក៏យើងសិក្សាមើលប្រវត្តិអ្នកប្រាជ្ញប្រសង់អីដូចជាសម្ដេចហួតតាតហ្នឹងក៏គេសម្លាប់ដែរនឹងមិត្តភក្តិចិត្តដិតជាមួយសម្ដេចសង្ឃរាជជួនណាតហ្នឹងហើយគេយកលោកទៅសម្លាប់ប៉ុន្តែយើងស្ដាយឥឡូវនេះមិនបានយើងស្ដាយយើងមិនតាន់លោកទេយើងគ្រាន់តែបានអានស្នាដៃរបស់លោកទេដឹងថាលោកចេះដឹងច្រើនហើយលោកបានធ្វើស្នាដៃដ៏ច្រើនមិនបានយើងចេះស្ដាយបងប្អូនថាមកពីខណៈនឹងចិត្តយើងវាអត់ខឹងចឹងហើយបានការទូលមានចិត្តនឹងសំខាន់ណាស់ហ្នឹងហើយចិត្តដែលមិនមានការព្យាបាទចិត្តតិចនឹងទៅវាចេះបែងចែកគុណនិងទោសច្បាស់លាស់ប៉ុន្តែបើយើងបណ្ដែតបណ្ដោយឲ្យចូលមโนគមហើយមโนគមនឹងមโนគមស្អប់ទៅទៀតវាអត់មានមโนគមលើកលែងអត់មានមโนគមអនុគ្រោះអីអត់មโนគមគឺស្អប់ហ្មងដល់ចេញមโนគមស្អប់មិនស្របគឺស្លាប់ឃើញអត់ស្លាប់តែបើទោសតាគេអ្នកចាក់ចុចហ្នឹងទៅគេមិនមែនល្អទេខ្ញុំចង់និយាយថាគេមិនមែនល្អទេតែហេតុអីបានជាយើងចេះតែស្លាប់គ្នាឯងចឹងមកវាយើងវាអន់អាការគិតនឹងតែហ្មងគេដាក់ឲ្យស្អប់មែនវាមិនដូចមន់ដែលគេលាបជូងទៅជុលគ្នាហ្នឹងណាជុលគ្នាហ្នឹងយូរទៅមនុស្សមានតម្លៃក្នុងស្រុកយើងណាទោះស្លាប់ហើយបានគេលើកជាវីរៈបរោះពេលនៅរស់នឹងអត់ទេគេបំផ្លាញទៅលខ្ទេចគេធ្វើឲ្យលែងជឿទុកចិត្តគេធ្វើឲ្យលែងទុកចិត្តគ្នាហ្មងបងប្អូនមើលនៅណាក៏ដោយមើលតែគេរៀងនិយាយទៅស្ដាប់គ្នាបានតិចតួចគេតាមបំផ្លាញបើបំផ្លាញបើមិនបំផ្លាញឲ្យងាប់ក៏បំផ្លាញឲ្យខូចកិត្តិយសដែរល្មមតែនៅនឹងមិនអាចខ្លាយជាមនុស្សមានឥទ្ធិពលដឹកនាំចិត្តគំនិតប្រជាពលរដ្ឋបានបងប្អូនចំណាំមើលហើយដល់ងាប់បានគេលើកអូស្ដាយណាវីរៈបរោះដូចបណ្ឌិតកែមលៃជាដើមហ្នឹងកាលគាត់នៅរស់វាមានល្បីខ្លាំងអញ្ចឹងទេខ្វះអីអ្នកជេរគាត់មកកណោហ្នឹងហើយតើស្លាប់អ្នកជេរគាត់សាទៅថើបថតទៀតស្គាល់ដែរចាំមុខទៅអ្នកជេរគាត់មកចំនួនហ្នឹងហើយដល់ពេលស្លាប់ទៅថើបថតបរោះហើយវីរៈបរោះងាប់ហើយនឹងជួយស្អីយើងកើតហ៎ទោះបីគាត់ធ្លាប់និយាយត្រូវយ៉ាងណាក៏ដោយក៏មិនមានឥទ្ធិពលដូចនៅរស់ដែរអត់ទេហ្នឹងហើយអញ្ចឹងនយោបាយឲ្យស្អប់គ្នានេះមិនរីចម្រើនទេតែកាលណាធៀបស្អប់នៅក្នុងចិត្តរបស់យើងហើយយើងគ្មាន color ល្អទេមើលទៅយើងអត់មានឃើញពណ៌ល្អទេអត់មានឃើញស្រស់បំប្រងទេឃើញតែទឹះឃើញមនុស្សដែលយើងត្រូវជំរះចោលហ្នឹងហើយបទធុជជនណាបងប្អូនធ្វើម៉េចឲ្យវាស្មើគ្នាឧទាហរណ៍ថាយើងចង់សម្អាតសង្គមមួយឲ្យវាត្រឹមត្រូវដូចណាម្រាមដៃឲ្យវាស្មើដូចដៃព្រះអញ្ចឹងធ្វើមិនបានទេឥឡូវយើងឈូសចោលអស់17លានឈូសឲ្យអស់ឲ្យបង្កើតថ្មីមកអាដែលហ្នឹងមនុស្សវាមានឆ្លាតវាមានមិនឆ្លាតវាមានល្អមានអាក្រក់តែចឹងហ្នឹងហើយប្រទេសសេរីហ្នឹងក៏ដោយក៏មនុស្សមិនអាចស្មើគ្នាបានដែរអត់ទេអញ្ចឹងវាមានតែចូលរួមគ្នាអប់រំចូលរួមគ្នាកែលម្អត្រង់ចំណុចខ្វះខាត
នឹងទៅយើងមានឱកាសក្នុងការរួមរស់សុខដុមរមណីយកម្មសម្រាប់ជាតិសាសន៍យើងវាមិនមែនជាពេលវេលាបដូរសង្គមទេសម័យនេះបដូរមកដងហើយបើប្រទេសយើងមិនដែលបដូរចាំយើងសាកល្បងយើងដូរមកដងហើយល្មិចដូរឲ្យយកព្រះអរិយមកដឹកនាំអានឹងខ្ញុំចូលរួមដែរព្រោះថាផ្ដួលគ្នាហើយបធុជនដឹកនាំទេវាមិនលើសគ្នាប្រហែលស្គាល់កលេសតិចពេកនឹងហើយចាប់ផ្ដើមភ្លាមបាញ់មិញមានបងប្អូនយើងផ្ញើសារមកពេលតាមឡានខ្ញុំនិយាយថាម៉េចនេះគាត់លើកមកមិញឈ្មោះ Terret Gabriel សូមលោកគ្រូបន្តប្រធានបទនៅក្នុងឡានកន្លែងលោកគ្រូមានប្រសាសន៍ថាបើស្ដាប់ធម៌ហើយមានចិត្តប្រឆាំងក៏នៅតែល្អជាងមិនបានស្ដាប់បាទខ្ញុំនិយាយរឿងស្ដាប់កុំអោយអត់ស្ដាប់ទៅជាប្រឆាំងអាហ្នឹងអត់ល្អទេតែបានស្ដាប់ឲ្យរកចំណុចទាស់ស្ដាប់ឲ្យរកចំណុចទាស់មនុស្សហ្នឹងមិនសមធៀបឆ្លាតដែរប៉ុន្តែឆ្លាតខាងខូចប៉ុន្តែយ៉ាងណានៅតែល្អជាងអ្នកដែលមិនដែលឮធម៌សោះអានេះខ្ញុំចង់បញ្ជាក់ខ្ញុំតន់បានបញ្ជាក់ក៏ត្រូវបើកឡានម្ដងទៅក៏មិនអាចនិយាយទូរស័ព្ទឡាយនិយាយបានទេព្រោះគេផាកខុសច្បាប់ល្អក្នុងទីនេះគឺខណៈដែលស្ដាប់ខ្ញុំអត់និយាយខណៈទាស់ទេគណៈស្ដាប់ក៏គង់នឹងយល់ពាក្យពោលខ្លះមិនខានហ្នឹងហើយយល់ពាក្យពោលខ្លះមិនខានឧបមាដូចជាសច្ចកនិក្រណសច្ចកនិក្រណជាអ្នកដើរតួប្រឆាំងព្រះអង្គមកជីវិតរបស់គាត់នឹងប្រឆាំងទៅរហូតហ្នឹងហើយប្រកែផ្ទាន់យកពាក្យព្រះអង្គមកផ្ទាន់ដូចជាមានពេលមួយព្រះអង្គសម្ដែងថាសព្ពេសង្ខារាអនិច្ចាសព្ពេសង្ខារាទុក្ខាសព្ពេធម្មាអនត្តាថាសង្ខារទាំងឡាយទាំងពួងនឹងសិតតែមិនទៀងសង្ខារទាំងឡាយទាំងពួងជាទុក្ខហើយធម៌ទាំងឡាយជាអនត្តាដល់ចឹងគេបានណាប៉ុណ្ណេះសមណៈគោដំនិយាយផ្ដេសផ្ដាស់អញបានចំណុចចាប់ហ្នឹងហើយដោយគេយល់ថារបស់ទាំងអស់វាមិនមែនសិតតែមិនទៀងទេខ្លះទៀងខ្លះមិនទៀងហើយមិនមែនសិតតែទុក្ខទេខ្លះសុខខ្លះទុក្ខដោយគាត់យល់អាសុខវេទនាហ្នឹងគាត់ថាសុខអានោះហើយរបស់ខ្លះមិនមែនខ្លួនរបស់ខ្លះជាខ្លួនដោយខ្លួនយើងបើមិនយើងណាបើមិនខ្លួនអញពីណាទិដ្ឋិបទុជនយល់អញ្ចឹងមិនបាច់តែសច្ចកនិក្រណទេយើងខ្លួនយើងដែលមិនស្ដាប់ធម៌ព្រះអង្គហ្នឹងក៏យល់តែអញ្ចឹងដូចគ្នាហើយមានការប្រតិកម្មអញ្ចឹងទៅបានមកពីបានស្ដាប់ហ្នឹងណាបើអត់ស្ដាប់មិនក៏រកចំណុចទៅចាប់បានហើយក៏មិនមែនថាស្ដាប់ចេះតែចាប់បានទេកន្លែងខ្លះក៏ឯកភាពតែត្រូវដែរប៉ុន្តែគ្រាន់តែមនុស្សចង់ឈ្នះហ្នឹងហើយអញ្ចឹងវាមិនសមអាការលឺនឹងដែរឃើញទេដល់អ្នកមិនបានស្ដាប់គ្រាន់តែយកទៅទាស់ហ្នឹងដឹងយកអីទៅទាស់បើមិនដែលស្ដាប់ផងវាអត់បានគិតនៅក្នុងន័យធម៌ហ្នឹងវាមិនដែលបានគិតអញ្ចឹងទៅគេដើរប្រកាសបរិស័ទរបស់គេសិតតែកូនស្ដេចលិច្ចវីឲ្យទៅមើលពុទ្ធបាក់មុខម្ដងអញ្ចឹងទៅហ្នឹងហើយសាវកទាំងឡាយអរិយសាវកទាំងឡាយលោកអត់មានព្រួយបារម្ភអីទេឲ្យតែលើតែគេទៅផ្ចាញ់ព្រះអង្គហ្នឹងក៏គិតថាអូយើងនឹងបានស្ដាប់នៅធម៌ដល់ពីរស់ទៀតហើយទៅគេងាយដែរដល់ពេលអញ្ចឹងទៅព្រះអង្គឲ្យសួរមុនសួរទៅព្រះអង្គឆ្លើយបានទាំងអស់ប៉ុន្តែ
ចំណុចដែលលើកមកថាធัวខ្លះជាខ្លួនធัวខ្លះមិនមែនខ្លួនហើយព្រះអង្គសិតតែថាធัวទាំងឡាយសិតតែមិនមែនជាតួខ្លួនទេអញ្ចឹងបងសួរទៅវិញថាចុះអ្នកសម្គាល់ថាម៉េចតែហៅថាខ្លួនយើងហ្នឹងគឺខ្លួនយើងគឺយើងអាចធ្វើអីក៏បានដែរយើងបជាបានអញ្ចឹងបានព្រះអង្គសួរថាចុះឧបមាថាអ្នកប្រព្រឹត្តអ្វីខុសច្បាប់នឹងព្រះរាជាហើយរាជបរោះក៏ចាប់ដាក់ទោសកាត់ច្រមុះកាត់ស្លឹកត្រចៀកកាត់ដៃកាត់ជើងបើដៃជើងហ្នឹងជារបស់អ្នកតើអ្នកបញ្ជាថាកុំដាច់បានទេស្ងៀមតអត់បានហ្នឹងប៉ុន្តែសំទៀតហើយសំអាចិត្តទោះហ្នឹងមកជីវិតរបស់គាត់ហ្នឹងចឹងប៉ុន្តែហេតុអីបានមកពេលណាក៏ព្រះអង្គឆ្លើយដែរព្រះអង្គមិនដែលទៅតឹងទាស់អីព្រះអង្គមើលឃើញថាសច្ចកៈនិគ្រោះនេះជាមនុស្សឆ្លាតគ្រាន់តែមានអ្នកគាត់វាខ្ពស់ទិដ្ឋិនឹងវាខុសប៉ុន្តែបុណ្យដែលគាត់សន្សំមកមិនតិចទេបានធ្វើឲ្យគាត់ឆ្លាតហ្នឹងណាបានជាព្រះអង្គតែងតែអនុគ្រោះឆ្លើយហ្នឹងធ្វើឲ្យគាត់បានគិតដែរពេលដែលព្រះអង្គឆ្លើយម្ដងមិនមែនគិតមិនឃើញទេដឹងថាព្រះអង្គត្រូវប៉ុន្តែអញតកាលណាព្រមតាមព្រះអង្គអញនឹងបាត់បរិស័ទអញនឹងខ្មាស់គេអញ្ចឹងត្រូវតែរកឧបាយណាមួយដើម្បីឲ្យឃើញថាអញហ្នឹងវាខ្លាំងជាងព្រះអង្គអញ្ចឹងណាប៉ុន្តែមិនមែនថារាល់ការស្ដាប់គាត់មិនយល់សោះទេឃើញទេតាមដូចជាអត្តកថាខ្ញុំវាភ្លេចឈ្មោះគម្ពីរឯងតែគ្រាន់តែចាំមកថាបន្ទាប់ពីព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅ300ឆ្នាំជាង200ឆ្នាំជាងចូលមកដល់ខ្ទង់ជិត300ឆ្នាំហ្នឹងគាត់បានបដិសន្ធិជាមនុស្សនៅតាមពៈបណ្ឌិទ្វីបហើយក៏ជ្រះថ្លាមកបួសក្នុងសំណាក់ពុទ្ធសាសនាហើយចេះចាំបត្រៃបិដកអត្តកថាហើយคล้ายជាធម្មកថាដ៏វិសេសគូមនុស្សវាឆ្លាតស្រាប់ហ្នឹងហើយទុនបុណ្យពីមុនមកផងទុនតាមចាប់កំហុសព្រះអង្គនឹងផងគឺធ្វើឲ្យគាត់កាន់តែឆ្លាតហ្នឹងតែខ្ញុំមិនលើកថាអញ្ចឹងខំចាប់ខំប្រកាច់ទៅជារឿងល្អទេគឺមិនមែនចង់និយាយអញ្ចឹងទេដោយសារបុណ្យគាត់វាល្អផងទេដោយសារធ្វើឲ្យគាត់មិនធ្លាក់នរកហើយពីព្រោះវាមិនតាន់មានកម្មដែលជាការរារាំងហ្នឹងហើយបើសិនជាគាត់មានកម្មរារាំងធំជាងហ្នឹងក៏ទៅនរកដែរគាត់គ្រាន់តែចំទាស់តែគាត់មិនប្រមាទទេគាត់មិនបានជេរបចោបតិចផ្ដាសាព្រះសម្មាសម្ពុទ្ធទេក៏គ្រាន់តែចំទាស់ដោយគំនិតទេណាចឹងហើយបានយើងពិនិត្យមើលទៅលើឲ្យថាជានិយតមិច្ឆាទិដ្ឋិអត់ទេឲ្យទៅជាអរិយុបវាទការជេរប្រមាថព្រះអរិយៈក៏អត់ដែរគាត់គ្រាន់តែចំទាស់គំនិតតែប៉ុណ្ណាហ្នឹងហើយចឹងហើយបានជាវាមិនមានកម្មដែលត្រូវនាំឲ្យគាត់ទៅនរកតែចឹងទៅព្រះអង្គឃើញអនាគតវែងឆ្ងាយក៏ចេះតែឆ្លើយចឹងទៅក្រោយមកគាត់បានបួសក៏ដោយអាស្រ័យឧបនិស្ស័យក៏តាមស្ដាប់នឹងដែរណាមុននឹងចាប់ព្រះអង្គបានមួយក៏តាមស្ដាប់ច្រើនណាបើមិនតាមស្ដាប់ទេគាត់បានយកអីយកទៅចាប់អញ្ចឹងមានអីមិនល្អអញ្ចឹងមិនខ្ញុំឃើញដំណើរហ្នឹងខ្ញុំមិនដែលទៅថ្នាក់អីជាមួយអ្នកតាមចាប់កំហុសខ្ញុំទេខ្ញុំដឹងតែគាត់តាមស្ដាប់ខ្ញុំហើយហ្នឹងហើយបើគាត់មិនតាមស្ដាប់ទេគាត់មិនដឹងថាខ្ញុំនិយាយថាម៉េចទេដូច្នេះវាពិតជានៅគៀកគ្នាមែនទែនមិននៅឆ្ងាយពីគ្នាទេអ្នកដែលនៅឆ្ងាយពីខ្ញុំគឺអ្នកមិនដែលស្ដាប់ខ្ញុំហ្មងអ្នកដែលស្ដាប់ខ្ញុំជ្រះថ្លាក្តីអ្នកស្ដាប់ខ្ញុំឲ្យតាមវេបហាក្តីសិតតែអ្នកនៅចិត្តខ្ញុំ
មានតែខ្ញុំនៅក្នុងចិត្តរបស់គាត់រហូតនៅគៀកគ្នាមិនឆ្ងាយពីគ្នាទេនឹងមានបរិស័យជាមួយគ្នាជាសត្រូវខ្លះជាមិត្តខ្លះធម្មតានឹងអញ្ចឹងសូរិយាអស់ស្ដងគុតរលត់រស្មីបាក់សាបាក់សីដើមហើជជែកចចាចចូលតនំហ្នឹងហើយចឹងក៏សូមបញ្ចប់ការឡាយប៉ុណ្ណេះចុះជាធម្មទានពេលល្ងាចបាទ